ហើយបងប្អូនខ្លះធុញថប់ដែរវាខឹងពេកគេយកផ្ទះគេយកដីឲ្យទៅក្នុងមុខក្នុងភ្នែកទៅវាស៊ឺវាខឹងដែរកុំថាបងប្អូនខឹងតែខ្ញុំនោះក៏ឈឺចិត្តដែរធ្លាប់ធ្វើជាមីតាហ៊ាននឹងគេដែរឈឺចិត្តដែរតាហ៊ានរបៀបនឹងមកពៀនយកដីយើងនោះវាត្រឹមលេចង់បានតែពេលខ្លះប៉ុន្តែគោរពទៅតាមនៃគោលការណ៍រដ្ឋាភិបាលចឹងហើយគាត់តែចង់ជម្រាបបងប្អូនប៉ុណ្ណឹងទេណាមិនជម្រាបឲ្យច្រើនទេមិនទៅបងប្អូនប៉ុណ្ណឹងរៀងកក់ក្រោមទេនោះណាបាទស្ដាប់បើថ្ងៃមុនដាច់ទៅចូលលោកជួយមកលោកបានមានប្រសាសន៍ច្រើនហើយប៉ុន្តែខ្ញុំក៏នឹងបន្ថែមចំណុចទៅក្នុងមួយទៀតបាទហ្នឹងហើយសង្ឃឹមទៅរដ្ឋាភិបាលក្តីសម្ដេចទៅចូលក្តីលោកមិននៅស្ងៀមទេលោកឈឺចិត្តចឹងបងប្អូនទៀតនោះទាំងខ្ញុំទាំងអីនឹងឈឺចិត្តណាគេមកពៀនមកធ្វើបាបបងប្អូនប្រជាពលរដ្ឋផ្លាញ់ផ្ទះសម្បែងយកស្អីនឹងមុខនោះមិនឈឺចិត្តទេប៉ុន្តែយើងអត់ធ្មត់ណាយើងស៊ូប្រើផ្លូវច្បាប់អន្តរជាតិហើយថៃមិនព្រមប្រគល់ដីគុំផ្ទះសម្បែងជូនបងប្អូនប្រជាពលរដ្ឋទេយើងខ្ញុំគណៈបកនៅសម្ព័ន្ធភាពនឹងស្នើទៅរាជរដ្ឋាភិបាលសូមប្រើកម្លាំងយោធាដើម្បីលើកយកដីបងប្អូនវិញណាហើយយោធាលើកនេះមិនមែនយោធាពី5ថ្ងៃពី21ថ្ងៃទេណាទំនើបគ្រប់យ៉ាងលើក៏មានក្រោមក៏មានគ្រប់គ្រឿងណាទាំងកងទ័ពក៏បានវឹកវើថ្មីរាប់ម៉ឺននាក់ព្រោះមិនខ្វះអាវុធយុទ្ធភករទាំងអាកាសទាំងជើងទឹកទាំងជើងគោកគ្រប់គ្រាន់សម្រាប់ការពារបងប្អូនជាពលរដ្ឋសម្រាប់ដណ្ដើមដីដែលថៃយករបស់បងប្អូនត្រឡប់មកវិញបាន